រីករាយស្វាគមន៍បងប្អូនជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នាផងដែរថ្ងៃនេះបាទខ្ញុំធ្វើការចែករំលែកនៅវីដេអូខ្លីៗក្នុងការដែលយើងទទួលការហាត់ប្រាណបែបទទួលបាននៅសាច់ដុំម៉ាស់ដើម្បីទទួលបានភាពមាំទាំល្អនៅសុខភាពរាងកាយនៃសាច់ដុំដើមដៃបាទយើងទាំងអស់គ្នាបាទអញ្ចឹងបងប្អូនអាចធ្វើការទស្សនាមើលវីដេអូនេះតែម្ដងបាទគឺការដែលយើងលើកដុំដៃគឺក្នុងមួយខាងណាគឺដៃឆ្វេងយ៉ាងតិចបំផុតក៏12ដងបាទតែសម្រាប់បងប្អូនដែលគាត់ធ្លាប់ធ្វើការហាត់ប្រាណយូរខែយូរឆ្នាំមកហើយអាចធ្វើការលើកមួយខាងចន្លោះពី25ទៅដល់30ទៅតាមស្ថានភាពនៃសុខភាពបងប្អូនដែលធ្វើការហាត់ប្រាណកន្លងមកបាទអញ្ចឹងអរគុណសម្រាប់បងប្អូនដែលបានធ្វើការទស្សនាវីដេអូនេះជួយធ្វើការចែករំលែកវីដេអូនេះបន្តដើម្បីថែទាំសុខភាពរាងកាយបងប្អូនចេញពីខាងក្នុងបាទចំណុចសំខាន់នៃការហាត់ប្រាណវាជាចំណែកតូចមួយនៃការដែលយើងទទួលបាននូវសុខភាពល្អការដែលយើងទទួលបាននូវសុខភាពល្អលុះត្រាតែយើងដឹងអំពីការហាត់ប្រាណបែបវិទ្យាសាស្ត្របាទចំណុចសំខាន់មួយទៀតគឺពាក់ព័ន្ធជាមួយនឹងរបបអាហារបងប្អូនទាំងអស់គ្នាក្នុងការទទួលទានអាហារជារៀងរាល់ថ្ងៃបាទអញ្ចឹងក្នុងមួយថ្ងៃយើងធ្វើយ៉ាងណាបែងចែកក្នុងការទទួលទានអាហារឲ្យបានល្អប្រសើរមិនថាពេលព្រឹកពេលថ្ងៃឬក៏ពេលល្ងាចបាទនេះគឺជាចំណុចសំខាន់មួយដើម្បីឲ្យកោសិការាងកាយផងយើងមិនឲ្យមានភាពស៊ាំជាមួយនឹងប្រព័ន្ធអាំងស៊ូលីនបាទអញ្ចឹងប្រព័ន្ធអាំងស៊ូលីនបើយើងវែកញែកឲ្យបានយល់ស៊ីជម្រៅវាមានភាពសាមញ្ញខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងផ្នែកវិទ្យាសាស្ត្របាទតែថ្ងៃនេះយើងមិនមែនចែករំលែកអំពីផ្នែកវិទ្យាសាស្ត្រនោះទេគឺយើងចង់ចែករំលែកអំពីការហាត់ប្រាណខ្លីៗឲ្យទទួលបាននៅសុខភាពល្អដែលជាចំណែករួមមួយក្នុងការដែលយើងទទួលបាននៅសុខភាពល្អប្រសើរនៅពេលថ្ងៃអនាគតបាទអញ្ចឹងកន្លងមកនេះគឺអ្វីដែលខ្ញុំទទួលបានការរៀនសូត្រពីការហាត់ប្រាណវាជួយបានច្រើនមែនទែនបាទពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពរាងកាយយើងទូទៅយើងមិនមានពេលវេលាក្នុងការដែលយើងទៅមន្ទីរពេទ្យញឹកញាប់បាទមួយសំខាន់បំផុតបាទទី2យើងមិនបង្កភាពបញ្ហាដល់ក្នុងសង្គមដែលយើងខ្លាចទៅជាបុគ្គលម្នាក់តែងតែមានជំងឺឈឺរហូតជារៀងរាល់ថ្ងៃវាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់អស់លោកស្រីទាំងមូលតែម្ដងបាទយើងធ្លាប់ជួបរូបភាពជាច្រើនបាទពាក់ព័ន្ធជាមួយនឹងបុគ្គលម្នាក់ឈឺតែម្នាក់តែរវល់អស់មកផ្ទះឬក៏រវល់មួយគ្រួសារធំតែម្ដងអញ្ចឹងហេតុអ្វីបានយើងចាំបាច់ត្រូវតែធ្វើការហាត់ប្រាណឲ្យទទួលបាននូវសុខភាពល្អបាទអញ្ចឹងសរុបរួមមកការហាត់ប្រាណវាជាចំណែកតូចមួយទេប៉ុន្តែចំណុចដែលសំខាន់គឺពាក់ព័ន្ធជាមួយនឹងពេលវេលាការចាត់ចែងចានអាហារឲ្យមានវិន័យទើបយើងទទួលបាននូវសុខភាពល្អប្រសើរនៅពេលថ្ងៃអនាគតបាទអញ្ចឹងចូលចាប់ផ្ដើមធ្វើវាពីឥឡូវនេះកុំធ្វើការរងចាំកុំធ្វើការហាត់ប្រាណនៅពេលដែលលោកគ្រូពេទ្យប្រាប់ថាឲ្យទៅហាត់ប្រាណយើងហាត់ប្រាណមុនលោកគ្រូពេទ្យប្រាប់ពីការហាត់ប្រាណនៅពេលដែលយើងមានជំងឺផ្សេងៗបាទអរគុណច្រើនសម្រាប់បងប្អូនជួយធ្វើការចែករំលែកវីដេអូនេះបន្តដូចជាការធ្វើបុណ្យឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកយល់ដឹងអំពីការហាត់ប្រាណបែបវិទ្យាសាស្ត្រចំណុចសំខាន់នៅក្នុងការហាត់ប្រាណបែបវិទ្យាសាស្ត្រគឺមានសេចក្តីលម្អិតនៅក្នុង Digital Clinic App ផងខ្ញុំផ្ទាល់ដែលយើងមានការស្ថាបនិក App ជាយូរឆ្នាំមកហើយបាទតាំងពីចំនួនឆ្នាំ2016 17មកម្លេះបាទអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាតើមានវិធីបែបណាដើម្បីជៀសផុតពីបញ្ហាជំងឺ Metabolic Syndrome ដូចជាជំងឺទឹកនោមផ្អែមជំងឺលើសសម្ពាធឈាមជំងឺមហារីកជំងឺដាច់សរសៃឈាមខួរក្បាលគឺមាននៅក្នុង inbox របស់ Telegram ផងខ្ញុំដែលមាននៅក្នុង account តែម្ដងផ្ទាល់អរគុណជូនពរបងប្អូនទទួលបាននូវសុខភាពល្អ